បងប្អូនជាទីនឹករលឹកខ្ញុំសូមផ្តិតយករូបភាពពេលព្រឹកព្រលឹមដែលមានចុះអាប់ហើយមានរូបភាពជាទឹកបឹងអញ្ចឹងហើយកលេចមកខាងស្ដាំដៃមានព្រៃបាទខាងនេះក៏ព្រៃនេះអាចនិយាយបានថាឋានសួគ៌លើផែនដីស្អាតណាស់បងប្អូនអើយចង់និយាយថានៅលើភ្នំប៉ុន្តែមានបឹងបាទលើភ្នំមានបឹងវាជារឿងមួយដែលអស្ចារ្យហើយបូកនឹងអាកាសធាតុចុះអាប់ចេះទៀតស្អាតណាស់បងប្អូនអើយស្អាតគឺថាទេសភាពដូចក្នុងគំនូបាទដូចក្នុងរឿងព្រេងរបស់ចិនអញ្ចឹងណាបាទស្អាតមែនតើបាទពេលដែលមេឃចុះអាប់ហើយយើងមើលទៅដើមឈើគឺថាមានអារម្មណ៍មួយស្រស់ស្រាយមែនតើបាទហើយខ្ញុំកំពុងដើរនៅក្នុងអាប់នេះបាទដើរក្នុងអាប់ហើយថតនៅរូបភាពជូនបងប្អូនបានទស្សនាស្រាយអារម្មណ៍ទាំងអស់គ្នាបាទស្អាតមួយជ្រុងនៃបឹងបាទនេះទឹកស្រកទៅអស់ហើយប៉ុន្តែវាមិនរីងទេហើយបើសិនជាទឹកឡើងវិញស្អាតណាស់បងប្អូនហើយមើលទៅខាងនោះលែងឃើញហើយជ្រាំងខាងនោះពេលមេឃចុះអាប់ចេះបាទរស់នៅទីនេះដូចយើងរស់នៅឋានសួគ៌ដូច្នោះដែរដោយសារអីឋានសួគ៌ទី1គឺភាពស្ងប់ស្ងាត់មិនមានការរំខានទី2ធាតុអាកាសខ្យល់បរិសុទ្ធដោយសារតែចេញពីធម្មជាតិពិតអត់មានផ្សែងរថយន្តឬក៏ការបំពុលបរិស្ថានណាមួយទេបាទហើយមួយទៀតអាកាសធាតុសម្បូរបែបបាទពេលមេឃចុះអាប់មកយើងឃើញអាប់ច្បាស់នឹងភ្នែកបាទហើយបើមេឃក្តៅក៏វាក្តៅបែបធម្មជាតិមិនដូចនៅស្រុកទីក្រុងក្តៅមកវាលាយឡំជាមួយនឹងចំហេះនៃអាគារឬក៏សំណង់ផ្សេងក្តៅខ្លាំងនៅនេះក្តៅបែបធម្មជាតិមានថាមានខ្យល់ត្រជាក់បក់មកមេឃក៏ក្តៅទៅអាខ្យល់ត្រជាក់ក៏ត្រជាក់មកបាទគឺសុខភាពល្អនេះផ្ទះលំហែរបស់គេបាទផ្ទះគេស្អាតណាអូហើយខ្ញុំដើរហាត់ប្រាណពេលព្រឹកអញ្ចឹងក៏ឆ្លៀតថតសកម្មភាពបងប្អូនបាទទស្សនាផ្ទះគេស្អាតណាស់បងប្អូនមើលអាប់ចុះមកសុភ័ណភាពផ្ទះគឺគួរចង់រស់នៅបងប្អូនបាទមែនតើខ្ញុំរស់នៅទីក្រុងលែងកើតហើយដោយសារអីដោយសារតែជាប់ចិត្តនៅទេសភាពក៏ដូចជាធម្មជាតិនៅក្នុងទីនេះខ្ញុំឥឡូវគឺថាមិននៅលើភ្នំច្រើនជាងនៅទីក្រុងឯងព្រោះវាអំណោយផលដល់សុខភាពផងដល់អារម្មណ៍ផងបាទក្រោកពីគេងមេឃចុះអាប់យើងដើរហាត់ប្រាណយើងឃើញបឹងមានទឹកយើងឃើញព្រៃភ្នំបងប្អូនអើយស្អាតមែនតើបាទនេះបឹងបាទបងប្អូននោះបឹងបាទភ្នំនេះគឺស្អាតមែនតើនេះថ្មបាទថ្មធម្មជាតិស្អាតដូចកូនតម្រៃល្មៀនលេងអញ្ចឹង
បាទអូនោះគេបោះតង់នោះបងប្អូនឃើញគេបោះតង់មាត់ទឹកមិនដឹងជាអារម្មណ៍ស្រស់ស្រាយយ៉ាងណាពេលមីចុះអាប់បោះតង់មាត់ទឹកល្អមែនទែនទឹករាំងស្រកដោយសារគេបើកទ្វារទឹកស្អាតណាស់បងប្អូនអើយមើលគេបោះតង់ណាបាទនោះបោះតង់មាត់ទឹកបាទនោះនោះមកក្រុមទៀតកោកឡើងមីចុះអាប់អញ្ចឹងផងស្រស់ស្រាយបងប្អូនអើយគេទៅជីវិតរបស់មនុស្សអត់មានអីក្រៅពីកំសាន្តអារម្មណ៍ជាមួយធម្មជាតិទេបងប្អូនបាទស្អាតស្អាតយកតែមែនតែម្ដងបាទផ្ទះលំហែរបស់គេស្អាតណាស់បងប្អូនអើយបាទនេះខ្ញុំបលឹមឡើងហាត់ប្រាណដើរឲ្យវាមានចលនាដើរជាមួយនឹងធម្មជាតិមានចុះអាប់ចេះទៀតអូយបោកទៅគឺថាស្រស់ស្រាយបាទស្រស់ស្រាយហាត់ប្រាណពេលព្រឹកដើម្បីសុខភាពបាទហើយហាត់ប្រាណដើរជាមួយដល់ចង្វាក់បេះដូងនេះឬគេថាដូចគ្នាទេណាតែខ្ញុំដើរបាទហើយដើរជាមួយនឹងទេសភាពបែបនេះហត់បន្តិចមែនតែស្រស់ស្រាយបាទស្អាតបាទបងប្អូននេះដំបូកបាទដំបូកសមោចភ្លើងកណ្ដៀបាទពូនហ្នឹងហើយបងប្អូនខ្ញុំផ្ដិតយករូបភាពក្នុងព្រៃមេឃចុះអាប់ក្នុងពេលព្រឹកខ្ញុំហាត់ប្រាណបាទដើម្បីបងប្អូនទស្សនាមើលកំសាន្តអារម្មណ៍ដែរបាទជួបគ្នាវីដេអូក្រោយអរគុណបាទ